សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំមុននឹងចាប់ផ្ដើមជួញដូរឬវិនិយោគលើទីផ្សារហិរញ្ញវត្ថុមានរឿងមួយដែលសំខាន់គឺអ្នកត្រូវដឹងថាតើអ្នកជា trader ប្រភេទណាតើអ្នកចង់ក្លាយជា day trader, swing trader, position trader ឬ investor Every successful trader begins with a clear strategy. Trading is not about guessing the market. It is about waiting patiently for high probability opportunities. Professional traders don't chase every price movement. They wait for confirmation, manage their risk. They follow their trading Discipline is important than most smart. Manage your risk. Welcome to the stage of your journey of becoming a better trader. ការដឹងពីប្រភេទនៃការជួញដូររបស់ខ្លួនគឺជួយឲ្យអ្នកមានផែនការច្បាស់លាស់និងមិនសម្រេចចិត្តដោយប្រើអារម្មណ៍បន្ទាប់មកអ្នកត្រូវតែស្គាល់ទីផ្សារដែលអ្នកចង់ជួញដូរមិនថាវាជា Bitcoin, Ethereum, Ripple ឬ Cryptocurrency ផ្សេងៗទៀតនោះទេអ្នកគួរតែរៀនស្វែងយល់ពីចលនាតម្លៃនិងអាកប្បកិរិយារបស់វាកុំជួញដូរលើអ្វីដែលអ្នកមិនទាន់យល់ច្បាស់ក្នុងវគ្គនេះយើងនឹងរៀនប្រើឧបករណ៍សំខាន់ៗចំនួន3ទី1គឺ Candlestick Pattern Candlestick Pattern អាចប្រាប់យើងអំពីអ្នកទិញនិងអ្នកលក់កំពុងធ្វើអ្វីនៅក្នុងទីផ្សារទី2គឺ Consolidation Pattern មុនពេលទីផ្សារធ្វើចលនាខ្លាំងតម្លៃភាគច្រើននឹងស្ថិតនៅក្នុងតំបន់ស្ងប់ស្ងាត់ឬហៅថា Consolidation ការរៀនស្គាល់តំបន់នេះអាចជួយយើងត្រៀមខ្លួនមុនពេល Breakout កើតឡើងទី3គឺ Volume បង្ហាញពីកម្លាំងពិតប្រាកដរបស់ទីផ្សារប្រសិនបើតម្លៃឡើងហើយ volume ក៏ឡើងដែរនោះជាសញ្ញាថាចលនានោះមានកម្លាំងប៉ុន្តែបើតម្លៃឡើងរបស់វាដោយគ្មាន volume គ្រប់គ្រងយើងត្រូវប្រុងប្រយ័ត្នព្រោះវាអាចជា break out คล้ายៗអញ្ចឹងសរុបសេចក្តីមកនៅពេលដែលអ្នកប្រើ candlestick pattern consolidation pattern និង volume ជាមួយគ្នាអ្នកនឹងអាចយល់កាន់តែច្បាស់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងទីផ្សារនេះជាវិធីដែល trader អាជីពជាច្រើនប្រើដើម្បីស្វែងរកឱកាសដែលមាន probability ខ្ពស់ខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយអ្នកទាំងអស់គ្នាយល់អំពីសារៈសំខាន់នៃការមានយុទ្ធសាស្ត្រមុនពេលចូលជួញដូរនិងជួយឲ្យអ្នកធ្វើការសម្រេចចិត្តជួញដូរបានកាន់តែមានប្រសិទ្ធភាពកុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗ Okay, let's go.